ចន្ទធីឬក៏ហៅ ធីសាបាក៏បានដែរអ្នកគ្នាតែងតែស្គាល់ខ្ញុំថាជាអ្នកផលិតមាតិកាបែបសบาย funny ទៅលើបណ្ដាញសង្គម Facebook យ៉ាថ្ងៃនេះគឺខ្ញុំមកតជាមួយនឹងភាគ2ទៅលើ Windows Server ពាក់ព័ន្ធជាមួយនឹង Active Directory យ៉ាតោះឥឡូវចូលទៅកាន់VM យើងមក VM Server អូខេមកចូលកន្លែងនេះចូលកន្លែង Server Manager មក ពាក់ព័ន្ធជាមួយនឹង Active Directory នេះដែរគឺយើងមក set up កន្លែងនេះមកខ្វាយវាចេញមកអត់ប្រយោជន៍ទេមកចូលកន្លែង add rule and មើលអត់ឃើញសោះវិញយំអក្សរទូចចុយមកអូខេអត់មិនខ្ញុំខ្វល់ទេចុច nick រហូតទៅបាទ Windows វាស្រួលចឹងហើយអត់ដូចនេះទេមកកន្លែងនេះ nick ដែរមកបន្លំនេះយើងយកកន្លែង Active Directory domain server មកអូខេ take វាមកហើយ nick ទៀតអានេះអូខេ nick install ហើយហងចាំវា install វាបន្តិចសិនមកតបន្ទាប់ពី download domain នេះហើយ Active Directory domain server នេះហើយតោះយើង close វាចេញមកអូខេបន្ទាប់ពី close ហើយយើងមិនបាច់ចាំចេញទៅណាឆ្ងាយទេបើកាលមុនយើងត្រូវការប្រើ comment អូខេដើម្បីនេះវាតែឥឡូវមិនចាំប្រើ comment នៃទៀតទេអា2022នេះអ្នកគ្នាចូលមកកន្លែងនេះហុកទងជាតិនេះមកហើយចូលកន្លែង promote a server នេះ server យ៉ាចូលកន្លែងហ្នឹងមកហើយយើងអត់តមាន domain ទេហើយក៏យើងអត់មាន configure ដែរអូខេមកយើងបង្កើត domain មក chandathy.local ព្រោះយើងអត់មាន domain ទេបើអ្នកគ្នាមាន local.com local. អីចឹងទៅអ្នកគ្នាទិញអ្នកគ្នាដាក់ទៅតែបើអត់មានទេមិនបាច់ទេដាក់ local ធម្មតាទៅ .local ចឹងទៅនេះគឺពពួក local យើង hosting ធម្មតាអូខេមកកន្លែងនេះសម្រាប់កន្លែងនេះបើសិនជាអ្នកគ្នាចង់ឲ្យគេ login Windows Server លក្ខណៈថាបើអ្នកគ្នាមានសេរីចាស់ចង់ឲ្យគេfind មកពី Windows Server តាំងពី2008មកអ្នកគ្នាកំណត់យកអាហ្នឹងទៅប៉ុន្តែសម្រាប់ខ្ញុំគិតថាគ្មានណាគេទៅប្រើ Windows Server សេរីចាស់ទៀតទេចឹងយក Windows Server 2016នេះល្អបំផុតហើយសម្រាប់កន្លែង password នេះផងដែរpart 1យើងមាន password ម្ដងអីត្រូវអត់សម្រាប់ Windows Server សម្រាប់ password នេះជាប្រភេទpassword របស់ directory អញ្ចឹងអ្នកគ្នាចង់ដាក់វាអណ្ដែក៏បាន password ថ្មីក៏បានតែសម្រាប់ខ្ញុំដាក់អណ្ដែហ្មងទៅវាស្រួលចាំហ្នឹងហើយវាមិនមែន professional ទេអញ្ចឹងយើងគ្រាន់តែធ្វើដើម្បីរៀនទេអញ្ចឹងវាលក្ខណៈថាបើយើងដាក់លេខកូដច្រើនពេកវែងភ្លេចនាំហានិភ័យឯព្រោះខ្ញុំអាចបានក្រឹតត្រាអីទុកអីញ៉ៃអញ្ចឹងណាអានេះគេសួរឲ្យយើងចង់ create DNA អត់ create ក៏បានអត់ក៏បានមកខ្ញុំអូខេ create បានទេមក next អូខេរងចាំបន្តិចអូខេអានេះឈ្មោះ domain របស់យើងណាដូចខ្ញុំអញ្ចឹងឈ្មោះ domain ខ្ញុំគឺ chandathy ហ្នឹងហើយតោះ next ទៀតមកអូយធ្លាប់តែប្រើអីលឿនដល់ពេលមកក្នុងនេះ RAM 14G ចុយម៉ែតាក់ស្អិតណាគេទិញធុង server build ដាក់128G អីចឹងទៅវាគ្រាន់ដើរ smooth បន្តិចអ្នកទីអ្នកមានអីចឹងហ្នឹងហើយអូខេនេះសម្រាប់ location អីគេdirectory មិននៅ try C វិញអានេះគឺជា try C នៃserver របស់យើងត្រូវហើយអូខ្ញុំច្រឡំ try C របស់ខ្ញុំមកកុំព្យូទ័ររបស់ខ្ញុំអូខេឥឡូវ next កន្លែងនេះ next ទៀតមក
តើនេះចាំវា implant មកអូខេឥឡូវបន្ទាប់ពីរងចាំមកសន្ទុះហើយយើង install ដោះរងចាំបន្តិចទៀតទៅអូខេឥឡូវយើង install បានហើយតោះឥឡូវ close វាមកបន្ទាប់ពី install រួចហើយយើង close វាមកអូខេវាធ្វើការ restart តោះរងចាំវា restart machine នៃ server នឹងបន្តិចសិនមកshit យោមែនបៃអូខេមកឥឡូវយើងបន្ទាប់ពី restart រួចហើយតោះយើងចូលមកក្នុងនឹងវិញមកអូខេនេះអ្នកគ្នាមានឃើញអីចម្លែកអត់នេះឈ្មោះឃើញមានឈ្មោះយើងខាងលើហ្នឹងអត់ហ្នឹងហើយដែលយើងកំណត់ឲ្យវាមុនហ្នឹងហ្នឹងហើយតោះឥឡូវយើងវាយលេខកូដចូលមករៀងតាក់បន្តិចអូខេបើអញ្ចឹងទៅអត់ត្រឡប់អញ្ចឹងវិញត្រឡប់ជាងអូខេមកបិទវាចេញអានេះអត់ត្រូវការទេនេះអ្នកគ្នាឥឡូវចូលមកកាន់កន្លែងនេះហើយចូលមកកាន់ Windows Service Tool នេះadd to directory user នេះឃើញ active directory ហ៎ set active directory អូខេមកឥឡូវយើងចូលមកនេះឃើញយើងមាន one local អត់អូខេនេះជា active directory របស់យើង no item show ហ្នឹងហើយព្រោះយើងមានតែ local អត់មាន item អីនៅក្នុងហ្នឹងទេអូខេមេរៀនហ្នឹងចប់តែត្រឹមហ្នឹងឯងតោះរងចាំទស្សនា Part 3